ស្រីងគ្នាខ្ញុំបាទភាសាក្នុងវីដេអូនេះខ្ញុំនឹងយកចង្វាក់ up ដែលយើងបានរៀនពីវីដេអូមុនយកមកលេងនៅបទអសង្ការេទឹកអញ្ចឹងនៅក្នុងបទហ្នឹងអាកគឺរឿងស្រួលដែរទេអញ្ចឹងក្នុងហ្នឹងវាមានដូចជា C មាន G AM ហើយ F កន្លះនិង G កន្លះចឹងសម្រាប់ចង្វាក់វិញគឺយើងលេងបានចង្វាក់ pop ក៏ត្រូវចង្វាក់ up ក៏ត្រូវចង្វាក់គោះក៏ត្រូវដែរតែខ្ញុំនឹងយកចង្វាក់ up លេងអ្នកគ្នាមើលហើយចង្វាក់ up ខ្ញុំបានបរៀនពីវីដេអូមុនហើយសម្រាប់វីដេអូហ្នឹងដូចជាការរំលឹកទៅអ្នកទាំងអស់គ្នាតោះឥឡូវយើងមករំលឹកទៅនឹងចង្វាក់ up ទាំងអស់គ្នាអញ្ចឹងដើម្បីលេងចង្វាក់ up បានទីមួយយើងត្រូវចេះ up សិនឬក៏ខ្ទប់អញ្ចឹងវិធីខ្ទប់គឺយើងយកខ្សែបាក់ដៃយើងម្ដុំនេះយើងមកស្កត់នៅលើខ្សែហ្គីតាតមកសម្រាប់ដៃកេះវិញកេះគឺយើងយកមេដៃដាក់មកលើដៃចោលដើម្បីឲ្យវាមានកម្លាំងអញ្ចឹងយើងធ្វើយឺតយើងយកដៃស្កត់លើខ្សែហ្គីតាហើយយើងកេះចក្រោមឲ្យវាលឺសំឡេងអញ្ចឹងណាប៉ុន្តែយើងមិនមែនធ្វើយឺតអញ្ចឹងទេយើងមិនដាក់ឲ្យយើងបានយ៉ាងកេះគឺយើងធ្វើដំណើរគ្នាលឿនតិចដូចនេះឲ្យលឺអញ្ចឹងឲ្យវាលឺសំឡេងអប់ខ្ទប់កុំឲ្យវាលាន់ខ្សែហ្គីតាជឿទៅកុំឲ្យវាលាន់អញ្ចឹងយើងព្យាយាមធ្វើម៉េចឲ្យវាលឺអប់អាហ្នឹងគឺវិធី up វាតឥឡូវយើងមករំលឹកតទៅចង្វាក់ពេញអញ្ចឹងសម្រាប់ចង្វាក់ពេញគឺយើងទិញចាំមកចុះខ្ទប់ឡើងខ្ទប់ហើយឡើងបន្តិចទៀតនៅចុងក្រោយឧទាហរណ៍ក៏ C ចូលខ្ទប់ឡើងខ្ទប់ឡើងហើយដូរទៅអកថ្មីចឹងហ្នឹងគឺសម្រាប់ចង្វាក់ពេញហើយសម្រាប់កន្លះវិញគឺប្រឡូកថសម្រាប់ចង្វាក់កន្លះខ្ញុំកេះ F កន្លះនិង G កន្លះចឹងសម្រាប់ F កន្លះចូលខ្ទប់ឡើងហើយដូរទៅអកថ្មីចូលខ្ទប់ឡើងចឹងសម្រាប់កន្លះក៏វាមានតែប៉ុណ្្នឹងទេចឹងបើសិនជាអ្នកគ្នាកាន់តែចង់ច្បាស់អ្នកគ្នាអាចទៅឆែកមើលវីដេអូខ្ញុំពីមុនបានខ្ញុំបានបរៀនរួចហើយចឹងតទៅយើងដឹងពីចង្វាក់ពេញហើយកន្លះហើយគឺយើងមករៀនចាប់អក្សរវិញម្ដងចឹងសម្រាប់អក្សរគឺយើងអត់ប្របាទេគឺអក្សរស្រួលទេចឹងដើម្បីចាប់អក្សរបានទីមួយយើងត្រូវស្គាល់ខ្សែស្គាល់ខ្ទង់សិនបាទខ្ញុំប្រាប់ទៅតនឹងខ្សែខ្ទង់ហ្នឹងអ្នកគ្នាយល់ចឹងសម្រាប់ខ្សែក្រោមគេដូចខ្ញុំនិយាយដែរគឺខ្សែទី1តមកទី2ទី3ទី4ទី5ទី6ចឹងទៅហើយសម្រាប់ខ្ទង់គឺយើងមើលនេះគឺជាខ្ទង់ទី1ខ្ទង់ទី2ទី3ទី4ទី5អញ្ចឹងទៅអញ្ចឹងឧទាហរណ៍ខ្ញុំហៅខ្សែទី1ខ្ទង់ទី1អញ្ចឹងវានៅកន្លែងនេះវានៅក្នុងខ្សែទី1ហើយនៅខ្ទង់ទី1អញ្ចឹងនេះជាខ្សែទី1ខ្ទង់ទី1ខ្សែទី2ខ្ទង់ទីខ្សែទី1ខ្ទង់ទី2និងខ្សែទី1ខ្ទង់ទី3អញ្ចឹងទៅអានេះខ្សែទី6ខ្ទង់ទី3ខ្សែទី6ខ្ទង់ទី2អញ្ចឹងវិធីហៅខ្សែហៅខ្ទង់គឺអញ្ចឹងសម្រាប់អក្សរ C អញ្ចឹងអក្សរ C ដែលចោលអញ្ចឹងគឺយើងស្កត់នៅលើខ្សែទី2ខ្ទង់ទី1តមកដៃកដាស្កត់នៅលើខ្សែទី4ខ្ទង់ទី2និងដៃងាងស្កត់នៅលើខ្សែទី5ខ្ទង់ទី3អញ្ចឹងនឹងគឺជាអក្សរ C ចឹងសម្រាប់ C គឺយើងលេងពេញហើយចេញពីអក្សរ C ទៅ G ចឹងសម្រាប់អក្សរ G យើងយកដៃចោលដាក់នៅលើខ្សែទី5ខ្ទង់ទី2ដៃកដានៅលើខ្សែទី6ខ្ទង់ទី3និងចង្រោះដៃងាងដាក់នៅលើខ្សែទី1ខ្ទង់ទី3អញ្ចឹងត្រង់កន្លែងហ្នឹងអ្នកខ្លះគឺគាត់លេងបែបនេះគឺវាអត់ខុសហើយវាត្រូវដូចគ្នាទេគាត់ថានេះជាការលេងរបស់ខ្ញុំជឿលេងអញ្ចឹងដើម្បីវាស្រួលចាប់ផងចា៎គឺជាអក្សរ G គឺយើងលេងពេញដែរអញ្ចឹងចេញពីអក្សរ G យើងទៅ AM អញ្ចឹងសម្រាប់អក្សរ AM អញ្ចឹងសម្រាប់អក្សរ AM ដំបូងយើងយកដៃចោលចាប់នៅលើខ្សែទី2ខ្ទង់ទី1តបយើងយកដៃកដាលចាប់នៅលើខ្សែទី4ខ្ទង់ទី2និងដៃងាងនៅលើខ្សែទី3ខ្ទង់ទី2អញ្ចឹងវាទៅគៀកគ្នាហ្នឹងគឺជាអក្សរ AM អញ្ចឹងមុនដំបូងមិញ C
C C ពេញ G ពេញតមក AM ពេញហើយឥឡូវចូលដល់អក្សរ F ចឹង F មុនដំបូងយើងយកដៃចោលចាប់នៅលើខ្សែទី2ខ្ទង់ទី1ដៃកដាលខ្សែទី3ខ្ទង់ទី2ដៃងាននៅលើខ្សែទី5ខ្ទង់ទី3និងកូនដៃនៅខ្សែទី4ខ្ទង់ទី3អាហ្នឹងគឺ F សាមអីហ្នឹងគឺ F ចឹងខ្ញុំសូមបញ្ជាក់ទៀតអាហ្នឹងគឺជា F open chord ចឹងសម្រាប់ bar chord គឺយើងអត់យកដៃចោលចាប់នៅខ្សែទី2ខ្ទង់ទី1ទីយើងយកដៃចោលចាប់គ្រប់ខ្សែនៅខ្ទង់ទី1អាហ្នឹងគឺ bar chord ចឹងស្នេះអ្នកគ្នាបាក់លេងអ្នកគ្នាអាចលេង open chord បានគឺវាលេងបានដូចគ្នាទេចឹងសម្រាប់ F ហ្នឹងគឺកន្លះតោះយើងចូលដល់ G កន្លះវិញចឹងខ្ញុំសង្ឃឹមថាអ្នកគ្នាយល់ថាតាណាកន្លះតាណាពេញវិធីមើលកន្លះយើងមើលមិនវិធីមើលពេញយើងមើលមិនចឹងសិនអ្នកគ្នាការចង់ច្បាស់ខ្ញុំស្នើពរអ្នកគ្នាទៅមើលវីដេអូខ្ញុំពីមុនព្រោះខ្ញុំបានបញ្យល់ឡើងច្បាស់ហើយតែតើនឹងពេញមើលមិនកន្លះយើងមើលមិនតោះឥឡូវយើងសារឧទាហរណ៍លេងអក្សរមិញហ្នឹងលេងនៅក្នុងច្បាប់ទាំងពេញទាំងកន្លះអ្នកគ្នាមើលតោះចាប់ដើមពី C giờ là khi vô đó giờ tới cái dựng đồ tới accord đểសម្រាប់ច្បាប់គឺយើងកេះទៅដែរដោយតាច្បាប់ណានិយាយទៅច្បាប់ណាក៏យើងលេងចឹងដែរគឺយើងច្បាប់យើងកេះទៅដែរប៉ុន្តែយើងដូរតែ accord ទេហើយខ្ញុំសុំចែកលេងតិចតួចទៅនឹងអ្នកដែលគាត់ទៅមករៀនលេងថ្មីហើយនេះជាបទពិសោធន៍ខ្ញុំដែរតែការខ្ញុំរៀនលេងដបងខ្ញុំក៏ជួបដែរអញ្ចឹងអ្នកគ្នាអាចចាប់ accord បានអ្នកគ្នាអាចកេះបានអ្នកគ្នាអាចច្រៀងបានប៉ុន្តែបើសិនជាអ្នកគ្នាកេះផងច្រៀងផងគឺបែរជាអត់ចូលគ្នាបែរជាវល់ពេញហ្នឹងឬក៏យើងច្រៀងត្រូវកេះខុសកេះត្រូវច្រៀងខុសវិញទាំងឲ្យយើងចេះទាំងពីរហើយអញ្ចឹងវិធីមិនឲ្យវាចូលគ្នាបានទី1អ្នកគ្នាត្រូវតែចេះចាប់អក្សរច្បាស់ហើយកេះច្បាស់សិនសឹងថាកេះអត់មើលអ្នកគ្នាកេះកុំឲ្យមើលអញ្ចឹងពេលយើងចេះកេះច្បាស់ហើយយើងធ្វើសំឡេង melody ឬក៏សំឡេងដែលយើងច្រៀងហ្នឹងយើងធ្វើខំតាមហ្នឹងទៅយើងកុំអាចច្រៀងនិយាយទៅយើងកុំអាចបដោតលើការច្រៀង 100% យើងគ្រាន់តែធ្វើសំឡេងតាមតិចទៅហើយយើងកេះបដោតនិយាយទៅយើងបដោតទៅលើការកេះសំខាន់ជាងការច្រៀងដល់ពេលយើងធ្វើមាត់តាមភ្លេងតិចហើយយើងចាប់ដើមយល់ថាអូយ៉ាងលេងបែបម៉េចបាទអាចយើងលេងផងច្រៀងផងបានអញ្ចឹងដល់ពេលយើងលេងយល់ហើយយើងអាចច្រៀងផងលេងផងបានហ្នឹងជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ឧទាហរណ៍ចេះតោះខ្ញុំសាកលេងទៅមកកន្លែងចេញពីខេត្តមួយយើងច្រៀងដូចណាឃើញអញ្ចឹងគឺយើងបើយើងអត់ទាន់ច្បាស់ទេយើងកុំអាចច្រៀងដើម្បីកុំឲ្យយើងវល់តែបើសិនអ្នកគ្នាច្បាស់ហើយណាគ្នាលេងមកទៅតែខ្ញុំជឿថាអ្នកដែលគាត់មើលវីដេអូខ្ញុំច្បាស់ជាអ្នកទៅរៀនហើយអញ្ចឹងវិធីសាស្ត្រនេះគឺល្អបំផុតសម្រាប់អ្នកគ្នាហើយខ្ញុំអញ្ចឹងសង្ឃឹមថាអ្នកគ្នានឹងយល់ហើយអ្នកគ្នាអាចយកវិធីសាស្ត្ររបស់ខ្ញុំនឹងទៅអនុវត្តបានសិនជាអ្នកគ្នាច្រៀងអត់ចូលគ្នាវីដេអូហ្នឹងខ្លីដែរទេអញ្ចឹងខ្ញុំសូមលេងច្បាប់ហ្នឹងមកជ្រួយអ្នកគ្នាមើលទាំងអាកទាំងច្បាប់សម្រាប់បទហ្នឹងណាតោះយើងបន្តពី C
ចឹងវីដេអូខ្ញុំរៀងខ្លីដែរតែវាអត់មានត្រូវវែងឆ្ងាយទេដោយសារតែបទហ្នឹងដើម្បីចេះបទហ្នឹងយើងក៏ត្រូវចេះច្រៀងចេះអាគ័រចេះច្រវាក់អញ្ចឹងយើងអាចលេងបទបានហើយអ្នកគ្នាយកច្រវាក់យកអាគ័រទៅរៀនកេះដែរធ្វើខ្ញុំប្រើហ្នឹងទៅគឺយើងនឹងចេះហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសួរអ្នកគ្នានឹងចូលចិត្ត